nói để ban mà bị bom ôn cám của chia cao chun từ đó chun thiệt sẵn tam là dạ ôn sấy nè chạy bỏ lấy mắt ở tiền mai mình chui mai cái ai đấy là mai cao và chui đây rồi lại ngon đấy ពាក្យមួយម៉ាត់ដែលបងស្រីនិយាយគឺធ្វើឲ្យបេះដូងកូនខ្មែរនៅខាងកម្ពុជាកណ្ដាលគឺបាទស្ដៅហើយរំភើបមែនទែនបាទហើយក៏អរគុណច្រើនបាទអរគុណច្រើនដល់បងប្អូនខ្មែរក្រមយើងបាទអានេះបើតាមខ្ញុំឃើញបងប្អូនបាទពីព្រោះអីមានតែបងប្អូនកម្ពុជាក្រមទេដែលគាត់និយាយទៅមានចិត្តមួយថាចង់រួបរวมជាមួយនឹងកម្ពុជាកណ្ដាលហើយគាត់នៅតែតាំងខ្លួនតាំងថាបេះដូងជាខ្មែរបាទអត់មានប្រែក្រឡាស់ទេយើងក៏លេចទៅមើលបងប្អូនយើងកម្ពុជាលើមួយចំនួនគឺបាទអត់មានបានស្មើនឹងបាទមកចំណិតបងប្អូនកម្ពុជាក្រមទេបងប្អូនកម្ពុជាក្រមគឺគាត់ទាំងវប្បធម៌បាទទាំងអាកប្បកិរិយាទាំងការនិយាយស្ដីគឺខ្មែរនិយាយទៅខ្មែរបាទគឺខ្មែរចំតែដល់ទោះបីជាគាត់កំពុងតែរស់នៅក្រោមការគ្រប់គ្រងរបស់គេក៏ដោយប៉ុន្តែក៏លេចមកមើលខ្មែរលើយើងមួយចំនួនបងប្អូនខ្មែរលើមួយចំនួនគឺគេថាមានចិត្តមួយថាមិនចង់វិលជួបជុំខ្មែរទៀតអាខ្មែរវិញទេនេះគឺជាទឹកចិត្តរបស់បងប្អូនខ្មែរកម្ពុជាបាទកម្ពុជាក្រមបាទមើលទៅបាទសុខដៃសុខជើងគ្នាណាបាទអញ្ចឹងបងប្អូនកដាលយើងគឺកំពុងតែមានទុក្ខលំបាកដោយសារការឈានពានរបស់សៀមអញ្ចឹងក៏គាត់អត់មានថាអបដៃចូលមើលដែរគឺខ្ញុំឃើញទាំងវីដេអូព័ត៌មានបាទក៏ដូចជាវីដេអូការលើកទឹកចិត្តរបស់ដល់បងកងទ័ពយើងពីសំណាក់បងប្អូនយើងកម្ពុជាក្រមគឺមកច្រើនអញ្ចឹងពិតជាអរគុណនៅទឹកចិត្តដ៏មោះមុតនិងទឹកចិត្តតែថាខ្មែរឆ្លាញ់ខ្មែរអញ្ចឹងពិតជាអរគុណច្រើនមែនទែនហើយសង្ឃឹមថាបងប្អូនខ្មែរយើងកម្ពុជាកណ្ដាលនឹងជួយផ្ដល់កម្លាំងចិត្តបាទឲ្យបងប្អូនកម្ពុជាក្រមយើងអ្នកមួយទៅបាទពីព្រោះយើងសិតតែជាខ្មែរដូចគ្នាប្រទេសជាតិមានទុក្ខលំបាកគ្មានអ្វីក្រៅពីបងប្អូនយើងទេគ្មានអ្នកដទៃណាគេមកជួយយើងបានទេបាទទាល់តែយើងខ្លាំងបាទខ្លាំងខ្លួនឯងបើយើងគេថាចង់ពឹងគេអ្នកក្រៅគឺវាមិនរហ័សដូចជាបងប្អូនយើងបាទដែលជាឈាមជ័រតែមួយទេបើនិយាយពីខាងលើនោះវិញទៅគឺបើថាមួយចំនួនទៅវាឈួតទៅគឺទៅឈួតទៅបាទប៉ុន្តែក៏នៅមានបងប្អូនបាទម៉ែយើងលើខាងលើមួយចំនួនឯងគាត់មានចិត្តបាទគេថាមិនចង់ធ្វើសង្គ្រាមជាមួយនឹងកម្ពុជាយើងក៏ថាប៉ុន្តែក៏វាមិនអាចធ្វើអីបានដែរបងប្អូនបាទយើងមិនអាចទៅហាម5បានព្រោះវាជារាជរដ្ឋាភិបាលរបស់គេហ្នឹងហើយនោះត្រាតែយើងរួបរวมគ្នាទៅបាទធ្វើបើថាមហាបាតកម្មមួយបាទទម្លាក់ថាអ្នកដែលដឹកនាំកងទ័ពដែលមកឈ្លានពានយើងនេះហ្នឹងហើយអញ្ចឹងគឺអាហ្នឹងគឺអូខេបាទប៉ុន្តែបើយើងតាមមកគិតមើលទៅគឺតែជាមិនងាយទេបងប្អូនមិនងាយទេពីព្រោះអីពួកចៅសៀមនេះវាថាសន្សំចិត្តពីយូរលង់ណាស់មកហើយវាចង់តែយកនៅទឹកដីរបស់ខ្មែរយើងអស់នៅ24 25កែក្រុងគឺវាថាតូចទេតូចទេអញ្ចឹងបើយើងអស់បាទអស់ប៉ុណ្ណឹងគឺចប់ទេបងប្អូនខ្មែរយើងគឺមិនដឹងថាទៅថ្ងៃមុខគឺជាយ៉ាងណានេះឧទាហរណ៍បាទបើយើងទប់ទល់ជាប់បាទប៉ុន្តែនៅមានបាទកងទ័ពគេថាកងទ័ពក្រោយបាទមិនគេថាមិនចោះចាញ់ទេបាទទោះបីជាបងកងទ័ពជួមុខបាទនៅតិចតួចស្ដើងក៏ដោយក៏គេថាកងទ័ពថាផ្នែកខាងក្រោយគឺនៅតែផ្ដល់កម្លាំងចិត្តទៅដូចជាត្រៀមដើម្បីការពារនៅទឹកដីស្វ័នភូមិនោះដងហើមខាងក្រោយអញ្ចឹងកូនខ្មែរគ្រប់រូបគឺគាត់ច្បាស់ជាយល់ដឹងថាក្នុងពេលកំឡុងនេះពួកថៃពួកសៀមនេះវាឈ្លានពានយើងយ៉ាងណាវាគ្មានបានដេកបានពួនទេពីព្រោះអីពួកវាយប់ឡើងវាឆ្មក់បាទហ្នឹងហើយអាពួកនោះទៅពួកថាមុនពេលដែលវាទៅធ្វើបាទសង្គ្រាមគឺវាតែដាក់ជក់ថ្នាំជក់អីចឹងទៅវាអត់ដេកទេហ្នឹងហើយអញ្ចឹងបងប្អូនកុំប្រហែសសោះគឺពេលយប់ព្រោះពួកវាគឺហ្នឹងហើយវាដឹងថាពេលយប់វាថាខាងយើងវាដូចជារៀងខ្សោយកម្លាំងប៉ុន្តែបងកងទ័ពយើងក៏មោះមុតដែរបាទដើម្បីការពារនៅទឹកដីគាត់អត់មានដេកបានពួនបានដេកទេបាទអញ្ចឹងសូម្បីតែបាយទឹកអីក៏អត់ទាន់ត្រង់មាត់ដែរហ្នឹងហើយអញ្ចឹងពិតជាសូមកាត់សរសើរក៏ដូចជា
នៅទឹកចិត្តរបស់បងកងទ័ពតែគាត់ប្រឹងប្រែងតស៊ូដើម្បីប្រទេសជាតិមួយនេះហើយទៅថ្ងៃមុខគឺសង្ឃឹមថាពុកម៉ែបងប្អូននៅពេលដែលប្រទេសសុខសាន្តត្រាណនឹងមិនភ្លេចគុណរបស់បងកងទ័ពទាំងគាត់ពលីក៏ដោយឬក៏មិនទាន់ពលីក៏ដោយគឺយើងត្រូវតែបាទតាំងចិត្តមួយថាយើងត្រូវតែគិតដល់ពួកគាត់គ្រប់ពេលវេលាទាំងអស់ជួបគាត់នៅកន្លែងណាក៏សូមផ្ដល់កម្លាំងចិត្តដូចជាស្នាមញញឹមការរាក់ទាក់ខ្មែរជាខ្មែរបាទមានតែការផ្ដល់កម្លាំងចិត្តឬជាលើកទឹកចិត្តមិនមែនជួបហើយបាទដើរស្កុយបាទធ្វើឯងធ្វើរកតេកទៅទេហ្នឹងហើយយើងត្រូវគិតថាបងខាងមុខគឺគាត់មានគុណធំណាស់សម្រាប់ប្រទេសជាតិហើយយើងខាងក្រោយនេះយើងបានដេកបានពួនស្រួលហើយបាទគាត់នៅខាងមុខបាទពួកគាត់នឹងយ៉ាងម៉េចយ៉ាងម៉ាទេបាទអញ្ចឹងគួរតែបាទយើងត្រូវចេះស្រឡាញ់គ្នាបាទពាក្យថាខ្មែរគឺរួបរวมបាទនិងសាមគ្គីគឺបានជាធ្លុងមួយដែលជារនាំងការពារដ៏រឹងមាំដូនតាខ្មែរយើងក៏បន្សល់នូវពាក្យពេចន៍ដែលបង្រៀនដល់កូនជំនាន់ក្រោយគឺអត់ខុសទេបាទគេថាពាក្យស្លោករបស់គាត់នីមួយៗគឺបង្កប់ដោយន័យប៉ុន្តែយើងមួយចំនួនគឺភ្លើនពេកអត់មានទៅបានគិតទៅវែងឆ្ងាយទេប៉ុន្តែក្នុងកំឡុងពេលនេះក៏យើងអត់មានទៅពាក្យថាស្ដីបន្ទោសឬក៏វែកញែកអីថាអោយដែរបាទគ្រាន់តែយើងត្រូវគិតថាពេលវេលានេះមានតែយើងរួបរวมគ្នានិងសាមគ្គីគ្នាបាទឥឡូវក៏បងប្អូនខ្មែរក្រោមយើងក៏ដែលមនីដែរដើម្បីជួយនៅឧបត្ថម្ភស្បៀងអាហារសម្រាប់ដល់បាទកម្ពុជារបស់យើងដែរអញ្ចឹងក៏សូមអរគុណច្រើនបាទអរគុណច្រើនមែនទែនហើយហ្នឹងហើយនៅមានបងប្អូនបាទខ្មែរក្រោមយើងជាច្រើនអ្នកទៀតដែលគាត់បានចូលរួមឧបត្ថម្ភដែរហ្នឹងហើយអញ្ចឹងយើងមានតែរួបរวมទេអរគុណច្រើនបាទជួបគ្នានៅពេលក្រោយ